show មើលប្អូនថត studio លើកដំបូងខ្ញុំរំភើបឡើងស្រក់ទឹកភ្នែកហើយជូនគាត់មកថតលើកដំបូងខ្ញុំត្រូវត្រៀមអីគេខ្លះមកមើលជាមួយខ្ញុំទាំងអស់គ្នាស្អាតបដ ாய் កាថ្ងៃនេះបានកូនពៅឆុងកាហ្វេឲ្យមកកែវខ្ញុំជិះផឹកតាមឡានជាតិនោះជាតិសំខាន់អាកាសធាតុឡើង cozy ថ្ងៃហ្នឹងអញ្ចឹងមុនទៅ studio ខ្ញុំត្រូវជូននីគីមកទិញប៉េងប៉ោងសិនហើយប៉េងប៉ោងហ្នឹងគេចង់បានលេខ14ដោយសារឆ្នាំហ្នឹងគាត់អាយុ14ឆ្នាំមកប៉ុន្តែថាគ្រឹះតែពេលមកដល់ជាក់ស្ដែងដូចជាចង់ខុសចំណងជើងយ៉ាងម៉េចនេះពណ៌ pink ចាស់បានសមជាមួយ outfit មិញទៅចង់យកប៉េងប៉ោងពណ៌លឿងឯណាហើយក្រៅពីប៉េងប៉ោងខ្ញុំទិញមួកខួបកំណើតឲ្យគាត់មួយដែរដោយសារឃើញពណ៌វាត្រូវជាមួយ outfit គាត់ទិញប៉េងប៉ោងរួចខ្ញុំជូននីគីទៅទិញអាវមួយចំពោះខោគាត់ចង់ស្លៀកខោដែលគាត់កំពុងស្លៀកនឹងអញ្ចឹងគាត់មករកនេះទិញតែអាវទេគាត់ប្រាប់ខ្ញុំថាចេះអូនចង់ថត concept birthday ហ្នឹងបែបជំនាន់2012អញ្ចឹងខ្ញុំក៏ព្យាយាមរក accessory ថែមតិចតួចឲ្យគាត់ទៀត Hello មិញខ្ញុំជូននីគីទិញខោអាវហើយបងប្អូនហើយមាន accessory តិចតួចដូចវ៉ែនតាហើយអីគេតពួកចាំមើលតិចទៀតបងប្អូនឃើញហើយគាត់យកតពុកមួយខោឥឡូវនេះខ្ញុំជូនគាត់ទៅ make up ហើយនឹងធ្វើសក់ហើយបន្ទាប់មកយើងទៅថតយកហ្មង Are you excited? ចាឥឡូវនេះមកដល់ salon ហើយអង្គុយនឹងកប្រឹងអត់ហ៊ានកម្រើកទេឲ្យជាងផាត់មុខឲ្យខ្លាចអត់ស្អាតហើយនេះប្រដាប់ពុតរុំភ្នែកនឹងឯងនីគីខ្លាចជាងគេតាំងពីទូចពេលគាត់ឃើញខ្ញុំពុតរុំភ្នែកនៅផ្ទះខ្លួនឯងម្ដងដឹងតែមកសួរហើយចាឈឺអត់ពេលខ្ញុំប្រាប់ថាអត់ក៏គាត់អត់ជឿដែរគាត់គិតថានឹងឈឺហើយ blush នេះយកពីតុក make up ខ្ញុំពីផ្ទះមកទៀតដាក់មកតាមខ្លួនតាំងពីអង្កាលអីកំងជាងហើយស្រេចថាពេលដល់វគ្គដាក់ color ថ្ពាល់បងចាំដាក់ blush របស់ Nasica ឲ្យខ្ញុំណាគេស្រឡាញ់ពណ៌ watermelon ណោះពណ៌នេះស្អាតមែនតើសមជាមួយ make up គាត់ថ្ងៃហ្នឹងហើយ blush របស់ Nasica គឺជាប្រភេទសាច់ hybrid បានន័យថា creamy បូកជាមួយនឹង powder សាច់គេបែបទន់អាចលាបនៅលើថ្ពាល់ក៏បាននៅលើមាត់ក៏បានឬក៏ធ្វើជា color ភ្នែកក៏បានដែរហើយពណ៌គេជាប់បានរហូតដល់ទៅ16ម៉ោងហើយខ្ញុំមានពណ៌នេះមួយទៀតចង់បង្ហាញឲ្យបងប្អូនឃើញឲ្យហើយដែរគឺពណ៌ salmon ចង់បាន make up បែប orange ទឹកក្រូចខ្ញុំ recommend ពណ៌នេះវិញស្អាតមែនតើទាំងblush និងផលិតផលផ្សេងទៀតរបស់ Nasica គឺបងប្អូនអាច check មើលបន្ថែមបានតាមរយៈ social media ខាងលើនេះណាមីចាអត់បងមីចាអូស្អាតបដ ாய் កា Red make up នឹងឲ្យម៉ាន10 លើ 10 ហើយបានដាក់ blush Nasica ទៀតកាន់តែស្អាតវ៉ាតែមីឡងគេស្រឡាញ់ពណ៌ហ្នឹងបងប្អូនខ្ញុំអត់នឹកស្មានថានីគីសមជាមួយនឹង make up បែប pink ចាស់សោះមនុស្សធ្លាប់តែចូលចិត្តពណ៌លឿងពណ៌ខៀវពណ៌ស្វាយដល់ទៅពេលឲ្យមក make up ពណ៌ផ្កាឈូក pink អញ្ចឹងចេះសំណំស្អាតនឹងគេដែរហើយឥឡូវនេះកន្លែងដែលខ្ញុំទៅបន្ទាប់គឺទៅថត studio តែម្ដងហើយនេះជាបទពិសោធន៍ដំបូងរបស់គាត់ដែលបានមកថត studio ថតទុកត្រៀមសម្រាប់ថ្ងៃខួបកំណើតគាត់ឈប់មើលគាត់ថតដំបូងខ្ញុំនឹកឃើញអស់សំណើចក្នុងចិត្តតែឯងព្រោះមនុស្សធ្លាប់តែមិនដែលចូលចិត្តថតរូបតាំងពីតូចហៅគាត់ថតម្ដងថាប៉ប៉ាណាស់មិនថាចាប់គាត់ថតម្នាក់ឯងឬក៏ថតជាមួយគាត់ទេមិននឹកស្មានសោះថាពេលនេះខ្ញុំកំពុងឈប់មើលក្មេងស្រីម្នាក់នោះគាត់ធ្វើ style ថតដោយខ្លួនឯងបើសិនជាអាចពេលនឹងខ្ញុំចង់តែស្រែកប្រាប់គាត់ឲ្យលឺទេថាគាត់ស្អាតខ្លាំងបងស្រីខ្ញុំស្អាតណាស់បងប្អូនអើយមើលគេកាន់ cake មើលម៉ូដសក់មើល style គេមុនជូនគាត់មកថតនេះខ្ញុំនិយាយតាមត្រង់គឺមិនហ៊ាន expect ច្រើនទេពីព្រោះដឹងថាប្អូនអត់ដែលចូលចិត្តថតរូបទេប៉ុន្តែជាក់ស្ដែងពេលមកដល់ឃើញគាត់ enjoy ជាមួយនឹងការថតរូបអត់ធុញអត់ងាក់ងក់អត់រោគរឿងហើយថែមទាំងឆ្លៀតលេងតែឯងចេះទៀតខ្ញុំសប្បាយចិត្តខ្លាំងដូចបងប្អូនឃើញអញ្ចឹងមុននេះគាត់ថតកាន់ជាមួយនំខេកមួយសិនហើយឥឡូវហ្នឹងចូលដល់ថតជាមួយប៉េងប៉ោងម្ដងចំណែកខ្ញុំវិញកំពុងតែឈរមើលប្អូនមានក្តីសុខក្នុងចិត្តសុខស្រាប់តែហូរទឹកភ្នែកមកអត់ដឹងខ្លួនវាជាអារម្មណ៍មួយពេលដែលខ្ញុំឈរមើលនីគីឃើញគាត់កាន់តែធំកាន់តែស្អាតពេញរូបពេញរាងមានទេពកោសល្យមានសមត្ថភាពពោពេញទៅដោយភាពកមិចកំមើមនៅក្នុងខ្លួនគាត់នឹងអត់បាត់ទៅណាទេខ្ញុំរំភើបខ្លាំងក្រោយពេលថតរួចគេឈរមើលរូបថតខ្លួនគេឡើងវិញគេស្រឡាញ់គ្រប់ប៉ុស្តិ៍ទាំងអស់នេះសភាពកូនពៅមកដល់ផ្ទះវិញអាណែងអាណងពេញនេះឯងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជម្រាបលាបាយបាយ